មានខកំពី2ដែលខ្ញុំចង់ឲ្យបងប្អូនលោកបានមើលនៅក្នុងមួយគឺអេពីសូតចំពោះ2ខ8បិទគឺដោយព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះដោយសារសេចក្តីជំនឿហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរគឺជាអំណោយទានរបស់ព្រះវិញនៅក្នុងខកំពីនេះបានបញ្ជាក់នៅការមួយដែលសំខាន់គឺជាសេចក្តីសង្គ្រោះរួចពីអំពើបាបគឺដោយសារជំនឿដែលជឿព្រះយេស៊ូវគ្រីស្ទបិទគឺដោយព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះគឺជាគុណរបស់ព្រះដែលប្រទានឲ្យយើងបានសេចក្តីសង្គ្រោះហើយសេចក្តីសង្គ្រោះនោះគឺបានមកដោយសារសេចក្តីជំនឿគឺជាសេចក្តីជំនឿដែលជឿដល់ព្រះយេស៊ូវគ្រីស្ទនៅខគម្ពីរខាងក្រោមនៅក្នុងគម្ពីររ៉ូមចំពុក10ខ17ដូច្នេះសេចក្តីជំនឿកើតឡើងដោយឮហើយដែលឮនោះគឺដោយសារព្រះបន្ទូលនៃព្រះនៅក្នុងខគម្ពីរនេះគឺបញ្ជាក់អំពីសេចក្តីជំនឿដែលជឿដល់ព្រះយេស៊ូវគ្រីស្ទដែលនាំឲ្យបានសង្គ្រោះសេចក្តីជំនឿនោះគឺកើតឡើងដោយឮហើយដែលឮនោះគឺដោយសារព្រះបន្ទូលនៃព្រះសម្បានបើកដល់ទំព័រ2ព្រះបន្ទូលនៃព្រះក្នុងជំនឿគ្រីស្ទបរិស័ទគឺមានកត់ត្រាទុកក្នុងសៀវភៅមួយដែលហៅថាព្រះគម្ពីរពីរដូច្នេះនៅពេលដែលបងប្អូនអស់លោកបានឮឈ្មោះព្រះគម្ពីរពីរព្រះគម្ពីរពីរគឺជាសៀវភៅដែលកត់ទុកនៅព្រះបន្ទូលរបស់ព្រះដែលជាគោលនៃសេចក្តីជំនឿរបស់ផងគ្រីស្ទបរិស័ទបានបើកទៅទៀតនៅទំព័រ3នៅទំព័រ3នេះគឺបានបញ្ជាក់ឲ្យយើងបានងាយយល់អំពីព្រះគម្ពីរនៅក្នុងជំនឿនីមួយតើព្រះគម្ពីរក្នុងជំនឿគ្រីស្ទបរិស័ទប្រូតេស្តង់មានឈ្មោះហៅថាព្រះគម្ពីរអ្វីគឺមានឈ្មោះហៅថាព្រះគម្ពីរពីរដូច្នេះព្រះគម្ពីរនៅក្នុងជំនឿគ្រីស្ទបរិស័ទប្រូតេស្តង់គឺមានឈ្មោះហៅថាព្រះគម្ពីរពីរចំនួនទី2តើព្រះគម្ពីរក្នុងជំនឿគ្រីស្ទបរិស័ទកាតូលិកមានប៉ុន្មានកាន់ព្រះគម្ពីរនៅក្នុងជំនឿគ្រីស្ទបរិស័ទកាតូលិកគឺមាន73កាន់ទី3ចំនួនសួរថាតើព្រះគម្ពីរក្នុងជំនឿគ្រីស្ទបរិស័ទប្រូតេស្តង់មានប៉ុន្មានកាន់គឺមាន66កាន់ទី4តើព្រះគម្ពីរបរិសុទ្ធជាព្រះគម្ពីរពីរឬទេព្រះគម្ពីរបរិសុទ្ធជាព្រះគម្ពីរពីរក្នុងជំនឿនិកាយប្រូតេស្តង់5តើព្រះគម្ពីរដ៏វិសុទ្ធនោះជាព្រះគម្ពីរពីរឬទេព្រះគម្ពីរដ៏វិសុទ្ធជាព្រះគម្ពីរពីរក្នុងជំនឿនិកាយកាតូលិកដកយក66កាន់ចេញពី73កាន់នៃព្រះគម្ពីរពីរ6តើគោរមងារជាបូជាចាជាគោរមងារនៅក្នុងព្រះវិហារណាគោរមងារជាបូជាចាគឺជាគោរមងារនៅក្នុងព្រះវិហារកាតូលិក7តើគោរមងារជាគ្រូគង្វាលជាគោរមងារនៅក្នុងព្រះវិហារណាគោរមងារជាគ្រូគង្វាលជាគោរមងារនៅក្នុងព្រះវិហារប្រូតេស្តង់ចំនួនទី8តើគោលជំនឿនៃព្រះវិហារកាតូលិកខុសពីគោលជំនឿនៃព្រះវិហារប្រូតេស្តង់ទេគោលជំនឿនៃព្រះវិហារក្នុងនិកាយទាំងពីរនេះគឺខុសគ្នាទាំងស្រុងបើសិនជាយើងរាប់ពីខុសគឺខុសគ្នាដូចពេកហើយនឹងដីគឺវាខុសគ្នាទាំងស្រុងនៅក្នុងជំនឿនៅក្នុងនិកាយប្រូតេស្តង់និងក្នុងនិកាយកាតូលិកដូច្នេះសំណួរទាំង8នេះគឺឲ្យយើងអាចងាយយល់នៅមូលដ្ឋានគ្រឹះនៃជំនឿរបស់ផងគ្រីស្ទបរិស័ទដែលតាក់ទងទៅនឹងព្រះគម្ពីរពីរសូមបានបើកទៅទំព័រ4ការបកប្រែព្រះគម្ពីរជាភាសាខ្មែរសម្រ័យនិងភាសាខ្មែរបច្ចុប្បន្នមានការបោះពុម្ពផ្សាយនៅក្នុងឆ្នាំ1973គឺបានបកប្រែចំនួន27កាន់ហើយនៅក្នុងព្រះគម្ពីរដែលបានបោះពុម្ពផ្សាយក្នុងឆ្នាំ1997គឺមាន73កាន់ហើយព្រះគម្ពីរដែលបោះពុម្ពផ្សាយនៅក្នុងឆ្នាំ2005គឺមានចំនួន66កាន់ព្រះគម្ពីរទាំងអស់នេះគឺបានបកប្រែដឹកនាំដោយសង្ឃកាតូលិកហើយបកប្រែតាមគោលជំនឿសម្រាប់ប្រើនៅព្រះវិហារកាតូលិកបានជានៅក្នុងដែលបងប្អូនអរលោកមើលព្រះគម្ពីរជាភាសាខ្មែរនីមួយទោះបីជាក្របបោះពុម្ពពណ៌អីក៏ដោយបងប្អូនត្រូវតែដឹងថាតើបោះពុម្ពផ្សាយនៅក្នុងឆ្នាំណាផ្សាយនៅក្នុងឆ្នាំណាហើយកាលណាយើងដឹងថាបោះពុម្ពផ្សាយនៅក្នុងឆ្នាំ1993បោះពុម្ពផ្សាយនៅក្នុងឆ្នាំ1997បោះពុម្ពផ្សាយនៅក្នុងឆ្នាំ2005គឺសំដៅទៅលើព្រះគម្ពីរទីព្រះគម្ពីរដែលប
បកប្រែបោះពុំផ្សាយដោយគោលលទ្ធិបកប្រែតាមគោលលទ្ធិត្រឹមត្រូវក្នុងព្រះវិហារនៃកាតូលិកគឺប្រើសម្រាប់ព្រះវិហារកាតូលិកទំព័រ5នេះជារូបភាពនៃព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មីគឺបកប្រែបោះពុំផ្សាយក្នុងឆ្នាំ1993ដែលមាន27កាន់ហៅថាជាព្រះគម្ពីរសញ្ញាថ្មីប៉ុន្តែខាងកាតូលិកគេបកប្រែជាភាសាខ្មែរគេប្រើពាក្យហៅថាសម្ព័ន្ធមេត្រីថ្មីយើងប្រើសញ្ញាថ្មីដូច្នេះព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មីនេះគឺបកប្រែបោះពុំផ្សាយនៅក្នុងឆ្នាំ1993ជាព្រះគម្ពីរដែលប្រើតាមគោលជំនឿនៃព្រះវិហារកាតូលិកហើយព្រះគម្ពីរពណ៌ខៀវនេះគឺជាព្រះគម្ពីរដែលបកប្រែបោះពុំផ្សាយនៅក្នុងឆ្នាំ1997គឺបកប្រែបាន73កាន់ដូច្នេះនៅក្នុងឆ្នាំ1993ខាងកាតូលិកគេបកប្រែបាន27កាន់សញ្ញាថ្មីដែលគេហៅថាសម្ព័ន្ធមេត្រីថ្មីហើយដល់ឆ្នាំ1997គឺគេបកប្រែបន្ថែមសញ្ញាចាស់37កាន់ទៀតហើយទុតិយកាន់7កាន់ទៀតបាន73កាន់ដូច្នេះនេះគឺជាព្រះគម្ពីរកាតូលិកហើយនៅក្នុងឆ្នាំ2005នេះគឺគេបានដកស្រង់66កាន់ចេញពីព្រះគម្ពីរ73កាន់នៃព្រះគម្ពីរកាតូលិកដែលគេហៅថាជាភាសាខ្មែរបច្ចុប្បន្នដោយពេលដែលបកប្រែឆ្នាំ1993គេដាក់ជាភាសាខ្មែរសម្រ័យនៅពេលដែលបកប្រែបាន73កាន់ឆ្នាំ1997គេហៅថាភាសាខ្មែរសម្រ័យដល់គេដក66កាន់មកគេដាក់ថាជាភាសាខ្មែរបច្ចុប្បន្នប៉ុន្តែគឺដកមកទាំងស្រុងអត់មានកែសម្រួលទេគឺដក66កាន់ចេញពី73កាន់ទាំងស្រុងមកតែម្ដងហើយគេឲ្យឈ្មោះថាព្រះគម្ពីរដ៏វិសុទ្ធភាសាខ្មែរបច្ចុប្បន្នដូច្នេះព្រះគម្ពីរដ៏វិសុទ្ធឆ្នាំ2005នេះគឺជាព្រះគម្ពីរកាតូលិក66កាន់ដែលដកចេញពី73កាន់មកទៅបានមើលនៅក្នុងទំព័រ6នេះគឺជាអារម្មណ៍កថានៅក្នុងព្រះគម្ពីរដ៏វិសុទ្ធដែលគេដកមកហើយគេបានសរសេរនៅក្នុងអារម្មណ៍កថាដែលគេដាក់ជានិទានកថាហ្នឹងដើម្បីសម្របសម្រួលឲ្យបងប្អូនគ្រីស្ទបរិស័ទទូទាំងនិកាយប្រូតេស្តង់អាចទទួលយកព្រះគម្ពីរបកប្រែថ្មីនេះទៅប្រើបានដែរគឺគេសម្រួលអ្នកបោះពុម្ពហ្នឹងគឺសម្រួលឲ្យខាងនិកាយប្រូតេស្តង់យកទៅប្រើបានដែរពីព្រោះគេដឹងថានិកាយប្រូតេស្តង់ប្រើតែ66កាន់ទេដូច្នេះគេសម្រួលយក66កាន់ដកចេញយកមកឲ្យប្រូតេស្តង់ប្រើហើយគេបានបញ្ជាក់នៅខាងក្រោមនេះគ្រាប្រយោគក្នុងព្រះគម្ពីរជាភាសាខ្មែរបច្ចុប្បន្ននេះមានលក្ខណៈដូចព្រះគម្ពីរជាភាសាខ្មែរសម្រាប់ឆ្នាំ1977ដែរដូច្នេះគេបញ្ជាក់ច្បាស់ថាព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្នគឺព្រះគម្ពីរដ៏វិសុទ្ធនេះគឺបានដកចេញមានលក្ខណៈដូចព្រះគម្ពីរជាភាសាខ្មែរសម្រាប់ឆ្នាំ1977ដែរដូច្នេះសូមបានមើលនៅទំព័រ7នៅក្នុងទំព័រ7នេះគឺគេបានបញ្ជាក់ថាដើម្បីនឹងសម្រួលឲ្យគ្រីស្ទបរិស័ទនៅក្នុងនិកាយប្រូតេស្តង់អាចនឹងប្រើបានដែរដូច្នេះគេដកយក66កាន់មកហើយដែលដកយកមកហ្នឹងគឺគេដកយកមកទាំងស្រុងដែលមាន66កាន់នៅក្នុងព្រះគម្ពីរដែលមាន73កាន់គេដកយកមកទាំងស្រុងហើយគេឲ្យឈ្មោះហៅថាព្រះគម្ពីរដ៏វិសុទ្ធជាព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្នដែលមានព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់បូកនឹងព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មីគឺ66កាន់ដូច្នេះនៅពេលដែលគ្រីស្ទានប្រើព្រះគម្ពីរដ៏វិសុទ្ធភាសាខ្មែរបច្ចុប្បន្នគឺប្រើព្រះគម្ពីរកាតូលិក66កាន់ព្រះគម្ពីរកាតូលិកទាំងមូល73កាន់ហើយដក66កាន់មកគេបោះពុម្ពដាក់ជាព្រះគម្ពីរដ៏វិសុទ្ធដើម្បីឲ្យស្រួលចំណាំតែកណាត់មើលឃើញព្រះគម្ពីរដ៏វិសុទ្ធភាសាខ្មែរបច្ចុប្បន្នគឺព្រះគម្ពីរកាតូលិក66កាន់ហើយបើដាក់ព្រះគម្ពីរភាសាខ្មែរសម្រ័យគឺជាព្រះគម្ពីរកាតូលិក73កាន់ដូចគ្នា
គាត់ណាមួយកាតូលិក73កាន់មួយកាតូលិក66កាន់គេបកប្រែតាមទូលទ្ធិជំនឿនៃព្រះវិហារកាតូលិកសូមបានបើកដល់ទំព័រ7នេះជាគណៈកម្មការដែលបកប្រែព្រះគម្ពីរភាសាខ្មែរសម្រាប់ជាគណៈកម្មការដែលបកប្រែព្រះគម្ពីរដែលដក66កាន់មកហៅថាភាសាខ្មែរបច្ចុប្បន្ននោះមានលោកព្រំច័ន្ទមានលោកឈឹងសុគមធីវីមានលោកអូជាចាហ្វ្រង់ស្វាបងសូហើយនឹងលោកគ្រូកងវិលសុកញាប់អរុណឥឡូវនេះលោកគ្រូកងវិលសុកញាប់អរុណបើសិនជាបងប្អូនឃើញគាត់ឈ្មោះគាត់ឈប់ប្រើឈ្មោះគ្រូកងវិលហើយគាត់ដូរឈ្មោះរមនីដាក់ជាបូជាចាហើយប៉ុន្តែនៅពេលដែលចាប់ផ្ដើមបកប្រែព្រះគម្ពីរកាតូលិកហ្នឹងគឺគាត់នៅមានគោរមងារដាក់ឈ្មោះជាគ្រូកងវិលនៅឡើយសូមបានបើកដល់ទំព័រ9នេះជារូបភាពនៃគណៈកម្មការបកប្រែព្រះគម្ពីរដ៏វិសុទ្ធជាព្រះគម្ពីរបកប្រែជាភាសាខ្មែរត្រឹមត្រូវតាមទូលទ្ធិជំនឿនៃព្រះវិហារនិកាយកាតូលិកព្រះគម្ពីរដ៏វិសុទ្ធនេះបានដឹកនាំការបកប្រែជាភាសាខ្មែរដោយសង្ឃកាតូលិកឈ្មោះលោកបូជាចាហ្វ្រង់ស្វាបងសូដូច្នេះបងប្អូនលោកឃើញមានលោកព្រំច័ន្ទខ្ញុំបានជួបជាមួយគាត់ពេលដែលខ្ញុំទៅបារាំងឥឡូវនេះគាត់ស្លាប់ហើយលោកហ្វ្រង់ស្វាបងសូជាជនជាតិបារាំងជាសង្ឃកាតូលិកគាត់ស្លាប់ដែរហើយនឹងលោកឈឹងសុគមធីវីជាខ្មែរប៉ុន្តែគាត់អត់ជឿព្រះទេហើយនឹងលោកសុកញាប់អរុណនេះជាគណៈកម្មការដែលបកប្រែព្រះគម្ពីរដ៏វិសុទ្ធនឹងត្រូវបានមើលនៅទំព័រ10គឺជារូបភាពរបស់ផងលោកសុកញាប់អរុណដែលចែកចាយនៅព្រះវិហារកាតូលិករូបខាងលើគឺលោកហ្វ្រង់រូបថតលោកហ្វ្រង់ស្វាបងសូហើយរូបថតមួយទៀតគឺរូបថតលោកសុកញាប់អរុណហើយខាងក្រោមគឺជារូបថតរបស់ផងលោកសុកញាប់អរុណដែលចែកចាយនៅព្រះវិហារកាតូលិកត្រូវបានមើលដល់ទំព័រ11គឺនិយាយពីការបកប្រែព្រះគម្ពីរជាភាសាខ្មែរជាព្រះគម្ពីរសញ្ញាថ្មីនិងសញ្ញាចាស់ដែលមាន66កាន់ដែលបោះពុម្ពផ្សាយក្នុងឆ្នាំ1954ព្រះគម្ពីរនេះបានបកប្រែដឹកនាំដោយក្រុមប្រូតេស្តង់ហើយបកប្រែតាមគោលជំនឿសម្រាប់ប្រើនៅព្រះវិហារប្រូតេស្តង់ព្រះគម្ពីរនេះបោះពុម្ពផ្សាយក្នុងឆ្នាំ1954ជាលើកដំបូងគឺបកប្រែដឹកនាំដោយក្រុមប្រូតេស្តង់មានគោលជំនឿនៃព្រះវិហារប្រូតេស្តង់បាទជាបងប្អូនលោកដែលជឿដល់ព្រះយេស៊ូវគ្រីស្ទនៅក្នុងគោលជំនឿនៃព្រះវិហារប្រូតេស្តង់គឺយើងប្រើព្រះគម្ពីរនេះជាភាសាខ្មែរដែលបោះពុម្ពផ្សាយជាលើកដំបូងនៅក្នុងឆ្នាំ1954សូមបានបើកដល់ទំព័រ12ប្រាប់ពីគណៈកម្មការដែលបកប្រែព្រះគម្ពីរឆ្នាំ1954មានលោកគ្រូកងវិល Arthur Hammond មានលោកគ្រូកងវិល David Ellison មានលោកស្រីអ្នកស្រី Floyd Peterson មានលោកគ្រូកងវិល Harold Secris មានលោកគ្រូកងវិល Harry Heller ហើយនេះជាបេសកជនបរទេសហើយមានគ្រូកងវិលខ្មែរ4នាក់ដែលចូលរួមជាគណៈកម្មការបកប្រែហ្នឹងមានលោកគ្រូកងវិលទ្រីហេងមានលោកគ្រូកងវិលអ្នកហោមមានលោកគ្រូកងវិលសូឈុំមានលោកគ្រូកងវិលម៉ែចយនេះគឺជាគ្រូកងវិលខ្មែរ4នាក់ដែលនៅក្នុងគណៈកម្មការបកប្រែព្រះគម្ពីរនេះនៅក្នុងឆ្នាំ1954សូមបានបើកដល់ទំព័រ13បង្ហាញពីរូបភាពរបស់គណៈកម្មការបកប្រែព្រះគម្ពីរនេះឆ្នាំ1954មានលោកគ្រូកងវិល David Ellison មានអ្នកស្រី Floyd Peterson នេះគ្រួសាររបស់គាត់នៅរូបកណ្ដាលហើយរូបខាងស្នាមដៃគឺលោកគ្រូកងវិល Harry Taylor ហើយនៅខាងក្រោមខាងឆ្វេងដៃគឺមានលោកគ្រូកងវិល Arthur Hammond ដែលជាអ្នកដឹកនាំនៅក្នុងការបកប្រែហើយខាងបុកគាត់ហ្នឹងអង្គុយហ្នឹងគឺលោកគ្រូកងវិល Harold Secris នេះគឺជា5នាក់ដែលនៅក្នុងគណៈកម្មការបកប្រែព្រះគម្ពីរនេះជាភាសាខ្មែរបោះពុម្ពផ្សាយនៅក្នុងឆ្នាំ1954ជាបេសកជនបរទេសខ្មែរគឺមានគ្រូកងវិលទ្រីហេងគាត់ឈ្មោះទ្រីហុកគាត់ជាឪពុកមីរបស់ផងខ្ញុំជាប្អូនប្រុសរបស់ផងម្ដាយខ្ញុំហើយមួយទៀតលោកគ្រូកងវិលអ្នកហោមខ្ញុំបានស្គាល់គាត់ច្បាស់កូនរបស់ផងគាត់ស្លាប់ហើយជ
ជាសមាជិកក្រុមជំនុំនៅព្រះវិហារជីវិតភ័យភ្នំពេញហើយខាងក្រុមរូបថតជាគ្រួសារនេះជាលោកគ្រូកងទានងាច់ចយគឺគាត់ជាឪពុកក្មេករបស់ខ្ញុំជាឪពុករបស់ប្រពន្ធខ្ញុំហើយបើសិនជាបងប្អូនមើលនៅក្នុងរូបថតនេះអាចនឹងឃើញរូបថតប្រពន្ធខ្ញុំគឺរាប់លេខ2ពីក្រោមមកលេខ2ពីក្រោមមកបាទដូច្នេះនេះជាគណៈកម្មការដែលបកប្រែព្រះគម្ពីរប៊ីបជាភាសាខ្មែរជាលើកដំបូងនៅបោះពុំផ្សាយនៅក្នុងឆ្នាំ1954ដែលបកប្រែតាមគោលជំនឿនៅក្នុងគ្រិស្តបរិស័ទប្រូតេស្តង់ដែលបងប្អូនលោកប្រើបច្ចុប្បន្ននេះសូមបានបើកដល់ទំព័រ14គឺជាព្រះគម្ពីរប៊ីបតើព្រះគម្ពីរជាភាសាខ្មែរដែលជាព្រះគម្ពីរក្នុងគោលជំនឿគ្រិស្តបរិស័ទប្រូតេស្តង់មានឈ្មោះជាអ្វីគឺមានឈ្មោះព្រះគម្ពីរប៊ីបដែលនេះជារូបភាពដែលជាការិយាល័យនៃទីស្នាក់ការចែកផ្សាយព្រះគម្ពីរប៊ីបមុនស្រុកភ្នាក់ក្នុងសម័យខ្មែរក្រហមហើយរូបថតខាងក្រោមពណ៌ពាក់អាវពណ៌លឿងគឺជាលោកគ្រូសុនសនដែលគាត់ជាប្រធានសមាគមព្រះគម្ពីរប៊ីបនៅក្នុងសម័យមុនស្រុកភ្នាក់នៅក្នុងសម័យខ្មែរក្រហមខ្ញុំបានស្គាល់គាត់ច្បាស់ដែលគាត់ជាប្រធានសមាគមព្រះគម្ពីរប៊ីបនៅក្នុងសម័យនោះហើយមិនមែនគាត់ស្គាល់គាត់ទេគឺប្រកបគ្នាញ៉ាំបាយជាមួយគាត់និងគ្រួសារគាត់ទៀតផងហើយពាក់អាវសនេះគឺជាលោកគ្រូកងទានមួយលើកដែលគាត់ជាគ្រូកងទាននៅព្រះវិហារភ្នំពេញថ្មីបានបើកដល់ទំព័រ15នេះគឺចង់បញ្ជាក់ឲ្យបានដឹងថាព្រះគម្ពីរប៊ីបជាភាសាខ្មែរដែលជាព្រះគម្ពីរក្នុងគោលជំនឿនៃគ្រិស្តបរិស័ទប្រូតេស្តង់គឺមានឈ្មោះហៅថាព្រះគម្ពីរប៊ីបដូច្នេះព្រះគម្ពីរដែលប្រើក្នុងជំនឿគ្រិស្តបរិស័ទប្រូតេស្តង់ដែលមាន66កាន់គឺហៅថាជាព្រះគម្ពីរប៊ីបមិនមែនឈ្មោះហៅថាព្រះគម្ពីរបរិសុទ្ធឬក៏ឈ្មោះព្រះគម្ពីរដ៏វិសុទ្ធឬក៏ព្រះគម្ពីរអត់ឈ្មោះនោះទេដូច្នេះព្រះគម្ពីរប៊ីបគឺជាឈ្មោះនៃព្រះគម្ពីរក្នុងជំនឿគ្រិស្តបរិស័ទប្រូតេស្តង់ដែលមាន66កាន់ដូច្នេះព្រះគម្ពីរគឺជាសៀវភៅដែលជាគោលជំនឿនៅក្នុងសាសនានីមួយៗគឺជានៅក្នុងសាសនាព្រះពុទ្ធសាសនាមានព្រះគម្ពីរជាគោលជំនឿរបស់ផងគេរាប់ថាជាព្រះគម្ពីរបរិសុទ្ធដែរក៏មានឈ្មោះហៅថាព្រះគម្ពីរត្រៃបិដកហើយនៅក្នុងអ៊ីស្លាមសាសនាក៏គេមានព្រះគម្ពីរជាគោលជំនឿរបស់ផងគេដែរគេរាប់ថាជាបរិសុទ្ធដែរប៉ុន្តែឈ្មោះហៅថាព្រះគម្ពីរកូរ៉ានហើយព្រះគម្ពីរនៅក្នុងគោលជំនឿគ្រិស្តបរិស័ទក៏រាប់ថាជាបរិសុទ្ធដែរប៉ុន្តែមានឈ្មោះហៅថាព្រះគម្ពីរប៊ីបមិនមែនឈ្មោះព្រះគម្ពីរបរិសុទ្ធឬក៏ឈ្មោះព្រះគម្ពីរដ៏វិសុទ្ធទេដូច្នេះព្រះគម្ពីរបរិសុទ្ធក៏ជាព្រះគម្ពីរប៊ីបព្រះគម្ពីរដ៏វិសុទ្ធក៏ជាព្រះគម្ពីរប៊ីបឲ្យតែ66កាន់ត្រង់តែព្រះគម្ពីរប៊ីប66កាន់មួយគឺជាគោលជំនឿនៅក្នុងគ្រិស្តបរិស័ទប្រូតេស្តង់ឆ្នាំ1954ហើយព្រះគម្ពីរប៊ីបមួយទៀតព្រះគម្ពីរប៊ីបដ៏វិសុទ្ធហ្នឹង66កាន់ជាគោលជំនឿនៅក្នុងព្រះវិហារកាតូលិកដែលដកស្រង់ចេញ66កាន់ចេញពី73កាន់របស់ផងគោលជំនឿព្រះគម្ពីរកាតូលិកហើយទំព័រ16ហ្នឹងគឺជាអារម្មណ៍កថានៅក្នុងព្រះគម្ពីរ73កាន់គឺព្រះគម្ពីរកាតូលិក73កាន់ហ្នឹងបងប្អូនមើលគឺមានអារម្មណ៍កថាដែលគេប្រាប់ឲ្យយើងបានដឹងព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់គឺជាព្រះគម្ពីរសញ្ញាចាស់ប៉ុន្តែខាងកាតូលិកគេបកប្រែមកគេដាក់សម្ព័ន្ធមេត្រីចាស់សម្ព័ន្ធមេត្រីថ្មីព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់និងព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មីផ្សំគ្នាបានជាព្រះគម្ពីរប៊ីបដូច្នេះអ្នកដែលបកប្រែព្រះគម្ពីរជាភាសាខ្មែរគេដឹងច្បាស់ថាកាលណាព្រះគម្ពីរសញ្ញាចាស់គឺគេហៅព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់ព្រះគម្ពីរសញ្ញាថ្មីហៅថាព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មីបូករួមគ្នាគេហៅថាព្រះគម្ពីរប៊ីបដូច្នេះព្រះគម្ពីរប៊ីបនឹងគឺជាព្រះគម្ពីរដែលឈ្មោះព្រះគម្ពីរដែល66កាន់នេះគឺជាពាក្យដែលពាក្យនៅក្នុងអារម្មណ៍កថានៅក្នុងព្រះគម្ពីរ73កាន់របស់ផងព្រះគម្ពីរកាតូលិកនឹងគេឲ្យយើងដឹងច្បាស់តែម្ដងទំព័រ17នេះជា statement របស់ផងសមាគមព្រះគម្ពីរដែលបោះពុម្ពព្រះគម្ពីរចែកផ្សាយនឹងសមាគមព្រះគម្ពីរសកលជាអង្គការមួយផ្សំឡើងដោយសមាគមព្រះគម្ពីរជាតិដែលធ្វើការនៅ
តាមប្រទេសនានាប្រមាណជាង150ប្រទេសគោលបំណងរបស់សមាគមព្រះគម្ពីរនេះគឺចែកផ្សាយព្រះគម្ពីរពីរនៅឬចំណែកខ្លះនៃព្រះគម្ពីរពីរជូនប្រជាជនគ្រប់រូបគេអត់មានចែកផ្សាយព្រះគម្ពីរបរិសុទ្ធគេអត់មានចែកចាយព្រះគម្ពីរដ៏វិសុទ្ធទេពីព្រោះព្រះគម្ពីរឈ្មោះហៅថាព្រះគម្ពីរពីរនេះគឺជា statement ដែលគេនិយាយឲ្យយើងដឹងច្បាស់ពីឈ្មោះព្រះគម្ពីរដែលយើងប្រើឈ្មោះហៅថាព្រះគម្ពីរពីរដូច្នេះអ្នកដែលបោះពុម្ពព្រះគម្ពីរបរិសុទ្ធក៏គេដឹងថាឈ្មោះព្រះគម្ពីរពីរដែរបោះពុម្ពដាក់ឈ្មោះដ៏វិសុទ្ធក៏គេដឹងថាឈ្មោះព្រះគម្ពីរពីរដែរប៉ុន្តែគេបោះពុម្ពដាក់បរិសុទ្ធហ្នឹងដើម្បីឲ្យស្រួលយល់អានឹង1954គម្ពីរហ្នឹងទាំងអ្នកប្រូតេស្តង់ហើយគេដាក់ដ៏វិសុទ្ធគឺដើម្បីឲ្យស្រួលយល់ថាព្រះគម្ពីរហ្នឹងគឺសម្រាប់ប្រើនៅព្រះវិហារកាតូលិក66កាន់ដែលដកចេញពី73កាន់មក2018តើព្រះគម្ពីរប៊ីបជាភាសាខ្មែរណាមួយដែលត្រូវប្រើក្នុងគោលជំនឿនៃព្រះវិហារប្រូតេស្តង់ឬដែលត្រូវប្រើក្នុងគោលជំនឿព្រះវិហារកាតូលិកថ្ងៃគឺមានព្រះគម្ពីរប៊ីប3ប្រភេទដែលដំណើរការនៅក្នុងព្រះវិហារប្រូតេស្តង់ដែលប្រើបច្ចុប្បន្ននេះមួយគឺព្រះគម្ពីរប៊ីបព្រះគម្ពីរបោះពុម្ពលើកដំបូងក្នុងឆ្នាំ1954បកប្រែដោយក្រុមប្រូតេស្តង់ត្រឹមត្រូវតាមគោលជំនឿនៅក្នុងព្រះវិហារប្រូតេស្តង់ដែលដាក់ឈ្មោះហៅថាព្រះគម្ពីរប៊ីបអានឹងគឺដាក់ឈ្មោះត្រូវតែម្ដងដែលបោះពុម្ពឆ្នាំ1954ជាលើកដំបូងក្រោយមកទៀតរូបភាពកណ្ដាលបោះពុម្ពលើកដំបូងឆ្នាំ1954បកប្រែដោយក្រុមប្រូតេស្តង់ត្រឹមត្រូវតាមគោលជំនឿនៃព្រះវិហារប្រូតេស្តង់ហើយបោះពុម្ពមកដាក់ព្រះគម្ពីរបរិសុទ្ធព្រះគម្ពីរហ្នឹងយើងអាចប្រើបានប៉ុន្តែគ្រាន់តែដាក់ឈ្មោះខុសពីព្រោះអីបោះពុម្ពឆ្នាំ1954ដូចគ្នាប៉ុន្តែឈ្មោះហ្នឹងវាខុសបានពេលមុនខ្ញុំប្រើព្រះគម្ពីរបរិសុទ្ធហ្នឹងខ្ញុំបាយកុំព្យូទ័រដាក់ព្រះគម្ពីរប៊ីបបិទជំនួសបរិសុទ្ធហ្នឹងទៅពីព្រោះវាខុសឈ្មោះហើយព្រះគម្ពីរមួយទៀតនៅខាងស្ដាំដៃហ្នឹងគឺបោះពុម្ពផ្សាយក្នុងឆ្នាំលើកដំបូង2005ដែលដឹកនាំបកប្រែដោយសង្ឃកាតូលិកត្រឹមត្រូវក្នុងគោលជំនឿកាតូលិកដែលដក66កាន់ចេញពីព្រះគម្ពីរកាតូលិក73កាន់មកហើយព្រះគម្ពីរដ៏វិសុទ្ធហ្នឹងគឺយើងប្រើអត់កើតទេយើងហ្នឹងគឺសំដៅទៅលើគ្រីស្ទបរិស័ទនៅក្នុងជំនឿព្រះវិហារប្រូតេស្តង់យើងប្រើអត់កើតទេពីព្រោះជាព្រះគម្ពីរកាតូលិកសូម្បីតែមួយកាន់ដកចេញពីព្រះគម្ពីរកាតូលិកមកក៏យើងអត់ប្រើកើតដែរពីរកាន់ក៏យើងអត់ប្រើកើតដែរពីព្រោះព្រះគម្ពីរកាតូលិកហើយព្រះគម្ពីរដ៏វិសុទ្ធនេះគឺដកយក66កាន់មកយើងប្រើអត់កើតទេបានជាគ្រីស្ទបរិស័ទនៅក្នុងព្រះវិហារប្រូតេស្តង់ក្នុងជំនឿប្រូតេស្តង់ដែលប្រើព្រះគម្ពីរដ៏វិសុទ្ធនេះដល់ប្រើទៅវាចាប់ផ្ដើមច្បុកច្បល់នៅក្នុងជំនឿពីព្រោះជំនឿនៅក្នុងគ្រីស្ទបរិស័ទគោលជំនឿគឺព្រះគម្ពីរប៊ីបហើយទៅយកព្រះគម្ពីរប៊ីបនៅក្នុងគោលជំនឿកាតូលិកយកមកប្រើគឺពវែងជំនឿហើយបានយើងអត់ប្រើកើតទេព្រះគម្ពីរដ៏វិសុទ្ធនឹងសួរថាហេតុអីបានប្រើអត់កើតវាមិនតាក់ទងរឿងបែបភាសាខ្មែរបច្ចុប្បន្នភាសាខ្មែរសម្រាប់ទេគឺតាក់ទងនឹងជំនឿដែលខុសនឹងជាគោលជំនឿនៃគោលលទ្ធិប្រូតេស្តង់ហ្នឹងខ្ញុំបានមើលនៅក្នុងទំព័រ19នេះគឺជាលោក Martin Luther ដែលលោកបានកែទម្រង់ការប្រើព្រះគម្ពីរឲ្យបានត្រឹមត្រូវនៅក្នុងជំនឿគ្រីស្ទបរិស័ទនៅក្នុងឆ្នាំ1517ដែលមានការកែទម្រង់នេះបានជាដូចជាលោក Billy Graham ក្តីលោកណាក៏ដោយនៅក្នុងនិកាយប្រូតេស្តង់គឺគេប្រើតាមការកែទម្រង់របស់ផងលោក Martin Luther 66កាន់លោក Martin Luther ហ្នឹងគឺជាជនជាតិអាល្លឺម៉ង់គឺជាបូជាចារ្យម្នាក់នៅក្នុងព្រះវិហារកាតូលិកណាក់ជាន់ខ្ពស់ហើយបានឃើញថាការអនុវត្តនៅក្នុងគោលជំនឿកាតូលិកអត់ត្រូវនឹងព្រះបន្ទូលព្រះបានលោក Martin Luther បានកែទម្រង់ឡើងប៉ុន្តែខាងនិកាយកាតូលិកអត់បានទទួលទេក៏បានដេញលោកចេញពីព្រះវិហារកាតូលិកទៅខ្ញុំបានមើលនៅក្នុងទំព័រ20នេះជា statement របស់ផងអ្នកដែលបងពុំព្រះគម្ពីរម៉ែបរិសុទ្ធម៉ែសម្រាយនឹងស្វែងយល់អំពីក្រុមជំនុំគ្រីស្ទបរិស័ទនៅក្នុងគ្រិស្តសករាជ1517មានការខ្វែងគំនិតគ្នាមួយលើកទៀតក្នុងព្រះសហគមន៍កាតូលិក
មានបុព្វជិកមួយចំនួនទាមទារឲ្យមានការកែតម្រង់នៅក្នុងក្រុមជំនុំដោយថ្នាក់ដឹកនាំកម្ពុជារបស់វិបសាស្ត្របដិសេធបុព្វជិកទាំងនោះដែលដឹកនាំដោយលោកបូជាចារ្យ Martin Luther ពីប្រទេសអាល្លឺម៉ង់បានសម្រេចផ្ដាច់ខ្លួនចេញពីសហគមន៍កាតូលិកបង្កើតចលនាក្រុមជំនុំកែតម្រង់គឺចលនាបដិរូប Reform Church Movement ហើយគេបានសរសេរខាងក្រោមនេះការបាក់បែកគ្នាមិនត្រឹមតែជាទង្វើផ្ទុយពីបំណងព្រះハរតីរបស់ព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទប៉ុណ្ណោះទេគឺថែមទាំងបានបន្សល់ទុកនូវភាពប្រេឆានិងទុក្ខលំបាកជាច្រើនលើសពីនោះការបាក់បែកក៏ជាស្ថានភាពមួយដ៏អាម៉ាស់ព្រោះគ្រីស្ទបរិស័ទពុំបានបំពេញកាតព្វកិច្ចរបស់ខ្លួនដែលជាគ្រឹះនៃសេចក្តីពិតចំណែកខាងលើនេះគឺបានដកស្រង់ចេញពីក្រុមមួយដែលប្រឆាំងនឹងការកែតម្រង់នៃគោលលទ្ធិជំនឿរបស់លោក Martin Luther ហើយក្រុមណាក៏ដោយបុគ្គលណាក៏ដោយដែលប្រឆាំងនឹងការកែតម្រង់របស់ផងលោក Martin Luther គឺជាក្រុមដែលនៅក្នុងកាតូលិកពីព្រោះខាងកាតូលិកគេអត់ទទួលការកែតម្រង់របស់ផងលោក Martin Luther ទេបានជាក្រុមនេះដែលបដិសេធកោតទោសការកែតម្រង់របស់ផងលោក Martin Luther គឺក្រុមនេះគឺជាក្រុមកាតូលិកបានគេបញ្ជាក់ឲ្យដឹងពីខ្លួនគេជាអ្នកណាការបាក់បែកគ្នាមិនត្រឹមតែជាទង្វើផ្ទុយពីបំណងព្រះハរតីរបស់ព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទប៉ុណ្ណោះទេគឺថែមទាំងបន្សល់ទុកនៅភាពប្រេឆានិងទុក្ខលំបាកជាច្រើនដូច្នេះក្រុមនេះគឺជាក្រុមដែលបដិសេធឬក៏ថ្កោលទោសការកែតម្រង់របស់ផងលោក Martin Luther ហើយយើងអត់នៅក្បែរក្រុមនេះទេពីព្រោះបើនៅជាមួយក្រុមនេះគឺយើងដូចជាក្រុមកាតូលិកចឹងបាទពីព្រោះខាងកាតូលិកគឺគេបដិសេធហើយថ្កោលទោសការកែតម្រង់របស់ផងលោក Martin Luther ត្រូវបានមើលនៅក្នុងទំព័រ21ការបកប្រែព្រះនាមព្រះរាជបុត្រានៃព្រះយោងតាមវចនានុក្រមខ្មែរនៃព្រះគម្ពីរដ៏វិសុទ្ធព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មីនិងព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់ដែលហៅថាជាព្រះគម្ពីរខ្មែរសម្រ័យឬក៏ភាសាខ្មែរបច្ចុប្បន្នបានមើលនៅក្នុងទំព័រ22ស្វែងយល់ប្រវត្តិព្រះគម្ពីរភាសាខ្មែរព្រះគម្ពីរជាភាសាខ្មែរសម្រ័យតាម2005ពេលកែសម្រួលព្រះគម្ពីរដ៏វិសុទ្ធ2005ក្រុមប្រឹក្សាពិបាលរបស់សមាគមព្រះគម្ពីរនៅកម្ពុជាបានមួយមតិគ្នាសម្រាប់យកវចនានុក្រមរបស់សម្ដេចជួនណាតគឺសម្ដេចសង្ឃជួនណាតដែលជាវចនានុក្រមផ្លូវការក្នុងព្រះរាជាណាចក្រកម្ពុជាទុកជាមូលដ្ឋានអក្ខរាវិរុទ្ធហើយនេះហើយបានជាព្រះនាមព្រះយេស៊ូវគ្រីស្ទក្នុងព្រះគម្ពីរខ្មែរសម្រ័យត្រូវបានដូរមកជាព្រះយេស៊ូវគ្រីស្ទយេស៊ូវអត់វោគ្រីស្ទអេជើងតស្របតាមអក្ខរាវិរុទ្ធនៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាតបងប្អូនមើល logo របស់ផងក្រុមដែលបោះពុំផ្សាយនេះចំណែកខាងលើនេះគឺបានដកស្រង់ពីក្រុមមួយដែលប្រឆាំងនឹងការកែតម្រង់នៃគោលលទ្ធិជំនឿរបស់លោក Martin Luther ត្រូវបានមើលនៅក្នុងទំព័រ23នេះគឺជាវចនានុក្រមសម្ដេចសង្ឃជួនណាតបានជាការដែលបកប្រែយកព្រះនាមព្រះយេស៊ូវយកមកប្រើដាក់ព្រះគ្រីស្ទសអេជើងតនិងយេស៊ូវអត់វោនេះគេបានអះអាងថាការសរសេរនាមព្រះរាជបុត្រានៃព្រះយោងតាមវចនានុក្រមខ្មែរការបដូរព្រះនាមព្រះរាជបុត្រានៃព្រះជាភាសាខ្មែរបដូរពីសរសេរយេស៊ូវគ្រីស្ទមានវោសអេជើងតមកជាយេស៊ូវគ្រីស្ទអត់វោសអេជើងតដោយសំអាងលើវចនានុក្រមខ្មែរដូច្នេះសូមបានមើលនៅទំព័រ24ទំព័រ24នេះគឺវចនានុក្រមខ្មែរជាវចនានុក្រមសម្ដេចសង្ឃជួនណាតនឹងយេស៊ូវអត់វោទេគ្រីស្ទអេជើងតតែស្ដីបញ្យលនៅក្នុងវចនានុក្រមខ្មែរយេស៊ូវអត់វោគ្រីស្ទអេជើងតគឺជាសាសនាម្នាក់ដែលជាអ្នកបង្កើតលទ្ធិឬសាសនាគ្រីស្ទានឬគ្រីស្ទហើយបានទទួលមរណភាពក្នុងអាយុគម្រប់30ឆ្នាំនោះគឺជាមនុស្សម្នាក់ឈ្មោះយេស៊ូវគ្រីស្ទដែលពុំមែនចែងទុកក្នុងព្រះគម្ពីរនេះនោះឡើយដូច្នេះការបញ្យលនៅក្នុងវចនានុក្រមខ្មែរនេះគឺយើងអត់ទទួលបានទេពីព្រោះជាមនុស្សម្នាក់សាសនាគឺគ្រូបង្រៀនម្នាក់ដែលបង្កើតសាសនាគ្រីស្ទហើយស្លាប់ក្នុងឆ្នាំ30ព្រះយេស៊ូវដែលយើងជឿគឺព្រះអង្គមិនមែនជាគ្រូបង្កើតសាសនាគ្រីស្ទទេព្រះអង្គជាព្រះរាជបុត្រានៃព្រះអង្គជាព្រះហើយព្រះអង្គមិនមែនសុគតអាយុ30ឆ្នាំទេពេលដែលព្រះអង្គ
ព្រះជន្ម30 ឆ្នាំគឺព្រះអង្គចាប់ផ្ដើមប្រារព្ធការងារព្រះអង្គទៅធ្វើបុណ្យជាមួយទឹកហើយចាប់ផ្ដើមប្រារព្ធការងារហើយព្រះអង្គសុគតនៅក្នុងឆ្នាំប្រហែលជា33 ឆ្នាំឬក៏33 ឆ្នាំកន្លះមិនមែនសុគតនៅក្នុង30 ឆ្នាំទេបានយើងយកវចនានុក្រមនេះយកមកយោងដើម្បីឲ្យបានយល់ពីអង្គព្រះយេស៊ូវគ្រីស្ទយើងយកអត់បានទេឥឡូវសូមបានមើលនៅក្នុងទំព័រ25ដែលនិយាយអំពីការបកប្រែឈ្មោះមេត្តាព្រះយេស៊ូវដោយយោងបានតាមវចនានុក្រមខ្មែរការសរសេរបដូរនាមមេត្តាព្រះយេស៊ូវជាភាសាខ្មែរបដូរពីសរសេរម៉ារីមកម៉ារីវិញតែសំអាងលើវចនានុក្រមណាមួយតែអត់មានទេវចនានុក្រមសម្ដេចសង្ឃជួនណាអត់មានម៉ារីទេដូច្នេះយើងយកវចនានុក្រមយកមកអក្ខរាវិរុទ្ធឈ្មោះបុគ្គលដែលមាននៅក្នុងព្រះគម្ពីរប៊ីបដែលបានបកប្រែមកប្រើជាភាសាខ្មែរនៅក្នុងឆ្នាំ1954ហ្នឹងយើងយកវចនានុក្រមយកមកប្រើអត់កើតទេមានឈ្មោះម៉ារីណាអត់មានទេបានជាបកប្រែម៉ារីហើយយើងប្រើម៉ារីប៉ុន្តែខាងកាតូលិកគេបកប្រែដាក់ម៉ារីវិញដើម្បីជាអត្តសញ្ញាណដែលប្រើនៅក្នុងព្រះវិហារកាតូលិកហើយខ្ញុំបានមើលឈ្មោះមួយចំនួនទៀតបដូរឈ្មោះពីអាដាមមកអដាមបដូរឈ្មោះពីអាប់រ៉ាហាំមកអបរ៉ាហាំបដូរឈ្មោះពីអ៊ីស្ម៉ាអែលមកអ៊ីស្ម៉ាអែលសជាមកបដូរឈ្មោះពីអាម៉ាឡេកមកអាម៉ាឡេកឡមកឡវិញបដូរឈ្មោះពីអាណានីសមកអាណាណាសបដូរឈ្មោះពីយ៉ាផេតមកយ៉ាផេតហើយច្រើនទៅទៀតតើមានវចនានុក្រមណាយោងទេអត់មានទេព្រោះហើយរឿងព្រះគម្ពីរប៊ីបដែលយោងវចនានុក្រមដើម្បីនឹងដូរឈ្មោះឲ្យត្រឹមត្រូវតាមវចនានុក្រមយកវចនានុក្រមណាយកមកយោងដូរឈ្មោះទាំងអស់អានឹងគឺជាអត្តសញ្ញាណដើម្បីប្រើនៅក្នុងគោលជំនឿនៃព្រះវិហារកាតូលិកខុសពីអត្តសញ្ញាណដែលប្រើនៅក្នុងគោលជំនឿប្រូតេស្តង់ដោយយើងបកប្រែមកតែគម្ពីរប៊ីបដែលភាសាអង់គ្លេសហៅ New Testament Old Testament យើងបកប្រែមកដាក់សញ្ញាចាស់សញ្ញាថ្មីដល់ខាងកាតូលិកគេបកប្រែមកដាក់សម្ព័ន្ធមេត្រីចាស់សម្ព័ន្ធមេត្រីថ្មីដូច្នេះតើមានវចនានុក្រមណាដាក់ទេអត់មានទេអានឹងជាអត្តសញ្ញាណនៅក្នុងជំនឿនៃនិកាយកាតូលិកខុសពីនិកាយប្រូតេស្តង់ចូលបានបើកមកដល់ទំព័រ27ការបកប្រែឈ្មោះតួអង្គឯទៀតដោយយោងតាមវចនានុក្រមខ្មែរសេចក្តីបញ្ជាក់ពីការសរសេរនាមឈ្មោះតួអង្គក្នុងព្រះគម្ពីរយោងលើអក្ខរាវិរុទ្ធនៃវចនានុក្រមខ្មែរបើមានការអះអាងណាមួយថាការបកប្រែនាមឈ្មោះនៃតួអង្គណាមួយក្នុងព្រះគម្ពីរជាភាសាខ្មែរដោយយោងតាមអក្ខរាវិរុទ្ធនៃវចនានុក្រមទើបជាការត្រឹមត្រូវនោះគឺជាការបន្លំទាំងស្រុងដោយបានបញ្ជាក់ទៅនាមឈ្មោះខាងលើជាឧទាហរណ៍ជាក់ស្ដែងស្រាប់គឺមានន័យថាយើងអាចយកវចនានុក្រមយកមកបញ្ជាក់ថាបកប្រែត្រូវឈ្មោះឬក៏ខុសឈ្មោះនោះទេពីព្រោះវចនានុក្រមវាអត់តាក់ទងនឹងឈ្មោះនៅក្នុងព្រះគម្ពីរដែលយើងបកប្រែនោះទេការពិតការដែលបកប្រែព្រះបន្ទូលព្រះជាភាសាខ្មែរដែលសរសេរនាមឈ្មោះខុសគ្នាគឺបកប្រែក្នុងព្រះគម្ពីរលើកមុន1954និងលើកក្រោយ2005នោះគឺដើម្បីបញ្ជាក់ឲ្យដឹងថាមួយព្រះគម្ពីរបោះពុម្ពផ្សាយជាលើកដំបូងក្នុងឆ្នាំ1954ព្រះគម្ពីរប៊ីបរិសុទ្ធហ្នឹងគឺជាព្រះគម្ពីរដែលប្រើក្នុងគោលជំនឿនៃគ្រីស្ទបរិស័ទព្រះវិហារប្រូតេស្តង់ពីរព្រះគម្ពីរបោះពុម្ពលើកដំបូងក្នុងឆ្នាំ2005ព្រះគម្ពីរប៊ីបដ៏ពិសុទ្ធគឺជាព្រះគម្ពីរដែលប្រើនៅក្នុងគោលជំនឿនៃគ្រីស្ទបរិស័ទព្រះវិហារកាតូលិកគឺយើងស្រួលយល់ថាកណាប្រើ1954សម្រាប់ព្រះវិហារប្រូតេស្តង់2005គឺសម្រាប់ព្រះវិហារកាតូលិកហេតុអីពីព្រោះ2005ហ្នឹងគឺដកស្រង់ចេញ66កម្មចេញពីព្រះគម្ពីរកាតូលិកមក2027បញ្ជាក់ពីគ្រមងារបូជាចារគឺជាគ្រមងារនៃសង្ឃកាតូលិកជាអ្នកធ្វើការបម្រើព្រះនៅក្នុងព្រះវិហារកាតូលិកដែលមានការតម្រូវមួយជាចាំបាច់គឺមិនត្រូវបានយកបានជាអ្នកមានប្រពន្ធឡើយបើជាអ្នកមានប្រពន្ធនោះមិនអាចទទួលនៅគោរមងារជាបូជាចារបានឡើយព្រឹត្តបូជាចារគឺជាបូជាចារមានវ័យចំណាស់គោរមងារជាបូជាចារឬព្រឹត្តបូជាចារមិនគួរត្រូវយកមកប្រើក្នុងព្រះវិហារប្រូតេស្តង់នោះឡើយព្រោះអ្នកបម្រើព្រះនៅក្នុងព្រះវិហារនិកាយប្រូតេស្តង់មានសិទ្ធិយកប្រពន្ធបាន
ហើយភាគច្រើនក៏ជាអ្នកបៀតប្រពន្ធឲ្យដែរដោយនេះมันគួរប្រើគោរពងារដែលនាំឲ្យមានកភាពច្របូកច្របល់ក្នុងជំនឿគ្រីស្ទបរិស័ទក្នុងព្រះវិហារនិកាយប្រូតេស្តង់ឡើយលើកលែងតែអ្នកនោះមាននិន្នាការនៃព្រះវិហារកាតូលិកប៉ុណ្ណោះបើអត់មាននិន្នាការនៃព្រះវិហារកាតូលិកទេទៅប្រើគោរពងារកាតូលិកមកធ្វើអីដូច្នេះគោរពងារហ្នឹងឯងដែលបញ្ជាក់ថាតើជាអ្នកបម្រើព្រះនៅក្នុងសាសនាណាមួយនៅក្នុងនិកាយណាមួយដូចជានៅក្នុងខាងព្រះពុទ្ធសាសនាគេមានគោរពងាររបស់គេគោរពងារជាព្រះចៅអធិការជាលោកគ្រូសក្តិជាលោកគ្រូសូត្រស្ដាំលោកគ្រូសូត្រឆ្វេងយើងអត់យកគោរពងារនោះយកមកប្រើទេវាច្រឡំពីព្រោះជាគោរពងារដែលប្រើនៅក្នុងសាសនារៀងខ្លួនហើយបូជាចារជាគោរពងារប្រើនៅក្នុងព្រះវិហារកាតូលិកហើយយកបូជាចារយកមកប្រើនៅក្នុងព្រះវិហារប្រូតេស្តង់នឹងហើយដែលនាំឲ្យច្បុកច្បល់បានបច្ចុប្បន្ននេះមានអ្នកដែលយកមកប្រើដល់ខ្លួនឯងចាស់តិចទៅដាក់ព្រឹកបូជាចារទៅក្មេងដាក់បូជាចារទៅវាអត់ត្រូវរឿងទៅបានមើលនៅក្នុងកម្ពុជា29បដូរគោរពងារពីគ្រូកងវិលទៅបូជាចារសំណួរតើមានអ្នកបម្រើព្រះក្នុងព្រះវិហារនិកាយប្រូតេស្តង់ដែលពីមុនមានគោរពងារជាគ្រូកងវិលហើយឥឡូវនេះបានបដូរគោរពងារខ្លួនមកជាបូជាចារវិញនោះមានឬទេចម្លើយមានហើយមានសួរមូលហេតុអីមួយអាចជាមូលហេតុប្រើព្រះគម្ពីរខុសនឹងគោលជំនឿរបស់ខ្លួនពីរអាចជាមូលហេតុមិនបានយល់នឹងនៅតម្លៃនៃគោរពងារនៃជំនឿរបស់ខ្លួន3អាចជាមូលហេតុមាននិន្នាការចង់បានទៅធ្វើការនៅព្រះវិហារកាតូលិក4អាចជាមូលហេតុមានគំនិតធ្វើឲ្យមានភាពច្របូកច្របល់ក្នុងជំនឿនៃគ្រីស្ទបរិស័ទទាំងពីរគណៈនិកាយហើយបដូរប៉ុន្តែសំណួរមួយទៀតខាងក្រោមនេះតើមានអ្នកបម្រើព្រះក្នុងព្រះវិហារនិកាយកាតូលិកដែលពីមុនមានគោរពងារជាបូជាចារហើយឥឡូវនេះបានបដូរគោរពងាររបស់ខ្លួនមកជាគ្រូកងវិលវិញនោះមានឬទេចំដោយគ្មានបើគ្មានមូលហេតុអីព្រោះគេដឹងច្បាស់នៅអត្តសញ្ញាណនៃជំនឿរបស់គេពីរគឺគេអត់មានគំនិតធ្វើឲ្យមានភាពច្របូកច្បល់ក្នុងជំនឿនៃគ្រីស្ទបរិស័ទទាំងពីរគណៈនិកាយនេះទេខាងកាតូលិកគេអត់មានបដូរគោរពងារពីបូជាចារមកគ្រូកងវិលទេកាលណាគេបូជាចារអស់មកជីវិតគេហើយប៉ុន្តែប្រូតេស្តង់ហ្នឹងពីមុនគ្រូកងវិលឥឡូវមកដាក់បូជាចារចង់បានអីមកពីកាន់គម្ពីរខុសឬក៏អត់យល់ពីតម្លៃនៃគោរពងាររបស់ខ្លួនគិតថាគ្រូកងវិលហ្នឹងវាអន់ម្ល៉េះហើយដូរទៅយកគោរពងារគេយកមកប្រើឬក៏មាននិន្នាការទៅចង់ទៅធ្វើការនៅក្នុងព្រះវិហារកាតូលិកម្ល៉េះហើយដាក់គោរពងារកាតូលិកឲ្យហើយទៅគេថ្ងៃណាមួយគេហៅទៅធ្វើការនៅព្រះវិហារកាតូលិកបូជាចារដូចតែគេដែរឬក៏ធ្វើឲ្យច្បុកច្បល់នៅក្នុងជំនឿកាតូលិកនិងប្រូតេស្តង់ហ្នឹងខាងកាតូលិកគេច្បាស់លាស់របស់គេស្គាល់តម្លៃនៃអត្តសញ្ញាណជំនឿរបស់គេគេអត់មានបដូរពីបូជាចារមកធ្វើគ្រូកងវិលទេទើបបានមើលនៅក្នុងទំព័រ30ដូច្នេះមួយទៀតអត្តសញ្ញាណកាលណាប្រើព្រះយេស៊ូវមានវោគ្រីស្ទស្អីជាងតោគឺប្រើព្រះក្នុងការសរសេរនៅព្រះវិហារនិកាយប្រូតេស្តង់ព្រះយេស៊ូវគ្រីស្ទអត់វោស្អីជាងតោប្រើប្រាស់នៅក្នុងការសរសេរនៅព្រះវិហារកាតូលិកបុគ្គលណាដែលថ្វាយបង្គំព្រះនៅក្នុងព្រះវិហារនិកាយប្រូតេស្តង់ឲ្យសរសេរព្រះនាមព្រះយេស៊ូវព្រះនាមព្រះជាយេស៊ូវអត់វោគ្រីស្ទស្អេកជាងតគឺជាអ្នកដែលធ្វើឲ្យមានការច្បុកច្បល់ក្នុងការប្រើព្រះគម្ពីរប៊ីបជាភាសាខ្មែរដូចនេះមិនគួរឲ្យមានយ៉ាងដូចនេះឡើយត្បិតនៅព្រះវិហារនិកាយកាតូលិកគឺសរសេរព្រះនាមព្រះយេស៊ូវអត់វោគ្រីស្ទជាងតទាំងអស់ឥតដែលមានសរសេរព្រះនាមព្រះយេស៊ូវមានវោគ្រីស្ទស្អីជាងតនោះឡើយខាងកាតូលិកគេច្បាស់លាស់របស់គេអត់សរសេរម្ដងចេះម្ដងចង់ទេប៉ុន្តែនៅក្នុងប្រូតេស្តង់ម្ដងមានវោម្ដងអត់វោម្ដងជើងតម្ដងជើងតគឺច្បុកច្បល់ដោយសារអីប្រើព្រះគម្ពីរកាតូលិកនៅក្នុងនិកាយប្រូតេស្តង់ប្រើព្រះគម្ពីរកាតូលិកនៅក្នុងព្រះវិហារប្រូតេស្តង់នឹងហើយដែលនាំឲ្យច្បុកច្បល់ទំព័រ31អត្តសញ្ញាណសរសេរនាមមេត្តាព្រះយេស៊ូវជាភាសាខ្មែរដូចគ្នាអត់មានវចនានុក្រមណាយោងទេម៉ារីប្រើប្រាស់ក្នុងការសរសេរនៅព្រះវិហារនិកាយប្រូតេស្តង់ពីព្រោះយើងបកប្រែមកដាក់ម៉ារីប្រើប្រាស់ក្នុងការសរសេរនៅព្រះវិហារនិកាយកាតូលិកពីព្រោះគេបកប្រែមកគេអត់ដាក់ម៉ារីទេគេដាក់ម៉ារីពីព្រោះអាហ្នឹងជាអត្តសញ្ញាណដែលប្រើនៅក្នុងព្រះវិហារកាតូលិកបុគ្គលណាដែលថ្វាយបង្គំព្រះនៅក្នុងព្រះវិហារនិកាយប្រូតេស្តង់ហើយសរសេរនាម
មេដាព្រះយេស៊ូវជាម៉ារីគឺជាអ្នកដែលធ្វើឲ្យមានការច្របូកច្របល់ក្នុងការប្រើព្រះគម្ពីរប៊ីបជាភាសាខ្មែរដូចនេះមិនគួរឲ្យមានដូច្នេះឡើយត្បិតនៅព្រះវិហារនិកាយកាតូលិកគឺសរសេរនាមមេដាព្រះយេស៊ូវជាម៉ារីទាំងអស់អត់ដែលមានសរសេរនាមមេដាព្រះយេស៊ូវជាម៉ារីនោះឡើយសរសេរម៉ារីគេប្រើគេអត់មានម្ដងម៉ារីទេពីព្រោះគេប្រើព្រះគម្ពីររបស់គេតែមួយតែគេបកប្រែមកម៉ារីគឺម៉ារីហើយយើងប្រើម៉ារីផងព្រះគម្ពីរបកប្រែពីលើកមុនផងហើយព្រះគម្ពីរបកប្រែរបស់ផងកាតូលិកផងយកមកប្រើបញ្ចូលគ្នាបានម៉ារីផងយើងអត់ធ្វើចឹងកើតទេវាច្បុកច្បល់នៅក្នុងគោរមងារនៅក្នុងនិកាយនីមួយៗបានតទៅទៀតបើបងប្អូនមានសំណួរតាក់ទងនឹងទូរស័ព្ទ010 012 800 766ឥឡូវនេះខ្ញុំសូមបន្តទៅពីឯកសារជំនួយបន្ថែមលេខទំព័រ1កនេះខ្ញុំបានមើលនៅក្នុង Facebook របស់ផងខាងកាតូលិកគឺនេះគឺជាលោកបូជាចាររឿងឆាន់សេរីនេះជាបូជាចារមែនទែនកាតូលិកមែនទែនទៅសួរគាត់ថាតើលោកបូជាចារមានប្រពន្ធទេអត់មានទេគឺបើសួរអញ្ចឹងដូចមើលងាយគាត់អញ្ចឹងពីព្រោះកាលណាគេពាក់ថ្នាក់បូជាចារហើយគេអត់មានប្រពន្ធទេបូជាចាររឿងឆាន់សេរីជាបូជាចារទទួលខុសត្រូវមណ្ឌលសកម្មភាពភ្នំពេញខាងជើងហើយលោកអធិប្បាយនៅឆ្នាំថ្ងៃដែលមាននេះខ្ញុំ screenshot មកហើយយើងបានដឹងហើយមួយទៀតនៅទំព័រ2កគឺបូជាចារមួយទៀតលោកបូជាចារផានបូរីជាបូជាចារទទួលខុសត្រូវព្រះសហគមន៍ដាក់ដាំនិងកៅសេមានេះបូជាចារគេច្បាស់លាស់អត់មានបូជាចារត្បាញអាយទៅយកឈ្មោះគោរមងារគេយកមកប្រើនៅក្នុងជំនឿរបស់ផងខ្លួនទេបូជាចារគេនេះបូជាចារមែនទៅសួររកប្រពន្ធមើលអត់មានទេតែសួររកប្រពន្ធគេដូចមើលងាយគេអញ្ចឹងដូចជាគោរមងារនៅក្នុងព្រះពុទ្ធសាសនាទៅសួររកលោកសំនៅក្នុងព្រះពុទ្ធសាសនាដែលជាសគាញព្រះចាការគឺសគាញទៅសួរមើលតើមានប្រពន្ធសុខសប្បាយទេអានឹងមើលងាយគេពីព្រោះកាលណាគេពាក់គោរមងារហើយនឹងហើយគេអត់មានយកប្រពន្ធទេវាគោរមងារគេខាងបូជាចារក៏ដូចគ្នាតែពាក់ផ្លាកបូជាចារហើយគេអត់មានប្រពន្ធទេអានឹងជាបូជាចារត្រឹមត្រូវនៅក្នុងជំនឿរបស់ផងគេឥឡូវនេះខ្ញុំបានមើលនៅទំព័រ3កដែលខ្ញុំគ្រាន់តែលើកឡើងនៅក្នុងខគម្ពីរខ្លះដែលនៅក្នុងបទគម្ពីរពេត្រុស2:9ពណ៌លឿងនិយាយគឺជាព្រះគម្ពីរ1954ហើយពណ៌ខៀវបៃតងខាងខ្ចីខាងក្រោមនេះ2005ហើយយើងមើលនៅក្នុង1954តែអ្នករាល់គ្នាជាពូជជ្រើសរើសជាពួកសង្ឃលួងភាសាបរិសុទ្ធនឹងយើងបកប្រែនៅក្នុងព្រះគម្ពីរ1954ដល់ព្រះគម្ពីរដ៏វិសុទ្ធ2005រីឯបងប្អូនវិញបងប្អូនជាពូជសាសន៍ដែលព្រះអង្គបានជ្រើសរើសជាក្រុមបូជាចាររបស់ព្រះមហាក្សត្រជាជាតិសាសន៍ដ៏បរិសុទ្ធយើងបកប្រែមកជាពួកសង្ឃរបស់ផងព្រះហើយកាតូលិកគេបកប្រែមកដាក់ជាពួកក្រុមបូជាចារមួយទៀតខ្ញុំបានមើលនៅទំព័រ4កយូហាន 1:12 ព្រះគម្ពីរ1954ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់នោះទ្រង់បានប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះព្រះគម្ពីរ2005ព្រះគម្ពីរដ៏វិសុទ្ធរីអស់អ្នកដែលបានទទួលព្រះអង្គគឺអ្នកដែលជឿដល់ព្រះនាមព្រះអង្គប្រទានឲ្យគេអាចទៅជាបុត្ររបស់ព្រះអម្ចាស់គេបកប្រែខុសគ្នាទេនៅក្នុង1954គឺព្រះអង្គប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះប៉ុន្តែ2005ព្រះអង្គប្រទានឲ្យគេអាចទៅជាបុត្ររបស់ព្រះមួយគឺបានជាកូនមួយអាចទៅជាកូនដឹងអាចមិនអាចវាអត់ច្បាស់ដូចជា1954បានយើងប្រើព្រះគម្ពីរ2005វានាំឲ្យអត់ច្បាស់នៅក្នុងជំនឿរបស់ផងយើងមួយទៀតលូកា 4:4 នៅក្នុង1954តែព្រះយេស៊ូវមានបន្ទូលតបថាមានសេចក្តីចែងទុកមកថាមនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេគឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលនៃព្រះវិញ2005គេបកមកយ៉ាងម៉េចព្រះយេស៊ូវមានបន្ទូលតបវិញថាក្នុងគម្ពីរមានចែងថាមនុស្សមិនមែនរស់ដោយសារតែអាហារប៉ុណ្ណោះទេចប់បាត់ពាក្យរស់ដោយសារគ្រប់ទាំងព្រះបន្ទូលនៃព្រះនេះគឺ2005ឥឡូវនេះមានខច្រើនទៀតពេលខ្ញុំគ្រាន់តែលើកពី3ខហ្នឹងយកមកឲ្យបានមើលឥឡូវនេះមើលនៅទំព័រ6ក
អំពីកាន់គម្ពីរ7កាន់ដែលលើសពីព្រះគម្ពីរប៊ីបយើងដែលយើងប្រើ66កាន់ព្រះគម្ពីរកាតូលិកមាន73កាន់ហើយ7កាន់ដែលលើសហ្នឹងគឺកាន់ឈ្មោះម៉ាកាបាយទី1ម៉ាកាបាយទី2តូប៊ីតយូឌីតបេនស៊ីរ៉ាព្រះបញ្ញាញាណបារុកគឺមាន7កាន់លើសពីយើងដែលយើងអត់ប្រើនៅក្នុងព្រះគម្ពីរនៅក្នុងជំនឿប្រូតេស្តង់នឹងសូមបានមើលនៅក្នុងទំព័រ7កនេះនៅខ្ញុំលើកឡើងជាឧទាហរណ៍តែអ្នកខ្លះគេថាអូប្រើព្រះគម្ពីរដ៏វិសុទ្ធហ្នឹងស្រួលប្រើពាក្យសម្រ័យឥឡូវខ្ញុំចង់ឲ្យបានយល់មួយព្រះគម្ពីរពីបរិសុទ្ធគឺ1954មួយព្រះគម្ពីរពីបដ៏វិសុទ្ធ2005ហើយមួយទៀតខគម្ពីរយោងនៅកឡោនទី3ព្រះគម្ពីរពីមុន1954បកប្រែដាក់សួនច្បារព្រះគម្ពីរបកប្រែក្រោយដាក់សួនឧទ្យានលោកកបាត់ពី8ព្រះគម្ពីរមុនបកប្រែសាក់ហៅព្រះគម្ពីរក្រោយបកប្រែបាក់សាបាក់សីខគម្ពីរយោងលូកាហើយព្រះគម្ពីរមុនបកប្រែហោរាព្រះគម្ពីរក្រោយបកប្រែជាការីព្រះគម្ពីរមុនបកប្រែដើមណាព្រះគម្ពីរក្រោយបកប្រែរុក្ខជាតិណាព្រះគម្ពីរមុនបកប្រែពាក្យពីប្រដូចព្រះគម្ពីរក្រោយបកប្រែពាក្យប្រាថ្នាខុសពីពាក្យពីប្រដូចគឺប្រដូចរឿងមួយទៅរឿងមួយប្រាថ្នាគឺជាចំណោទចោតឆ្លើយព្រះគម្ពីរមុនបកប្រែពូជមនុស្សព្រះគម្ពីរក្រោយបកប្រែកុលសម្ព័ន្ធព្រះគម្ពីរមុនជាកូនព្រះគម្ពីរក្រោយបកប្រែជាបុត្ររបស់ព្រះគម្ពីរមុនបកប្រែឈាមព្រះគម្ពីរក្រោយបកប្រែលោហិតព្រះគម្ពីរមុនបកប្រែស្លាប់ព្រះគម្ពីរក្រោយបកប្រែមរណភាពព្រះគម្ពីរមុនអាយកោព្រះគម្ពីរក្រោយពពកបរោះព្រះគម្ពីរមុនសេចក្តីស្លាប់ព្រះគម្ពីរក្រោយមច្ចុរាជព្រះគម្ពីរមុនអំណត់អន់ព្រះគម្ពីរក្រោយទុរភិក្ខព្រះគម្ពីរមុនប្រលឹងព្រះគម្ពីរក្រោយវិញ្ញាណក្ខន្ធព្រះគម្ពីរមុនក្រោតព្រះគម្ពីរក្រោយព្រះវិរោធព្រះគម្ពីរមុនដោស្នឹមមាសដោស្នឹមព្រះគម្ពីរក្រោយមាសច្រេះស៊ីមាសចេះវាមិនដែលស៊ីមាសទេប៉ុន្តែគេបកប្រែឲ្យស្រួលយល់ចេះស៊ីទៅបងប្អូនយកមាសទៅឲ្យចេះស៊ីទៅព្រះគម្ពីរមុនជំនុំជម្រះព្រះគម្ពីរក្រោយវិនិច្ឆ័យទោសព្រះគម្ពីរមុនថ្ងៃឈប់សម្រាកព្រះគម្ពីរក្រោយថ្ងៃសបាតនេះគ្រាន់តែជាឧទាហរណ៍នៅក្នុងអ្នកខ្លះគេថាអូប្រើព្រះគម្ពីរដ៏វិសុទ្ធ2005ហ្នឹងជាព្រះគម្ពីរខ្មែរសម្រ័យណាបងប្អូនមើលពីមុនហ្នឹងបកប្រែមកសម្រ័យអស់ប៉ុណ្្នឹងហើយទូលយល់អស់ប៉ុណ្្នឹងហើយដូច្នេះវាមិនតាក់ទងរឿងសម្រ័យមិនសម្រ័យទេតាក់ទងមួយគឺជាព្រះគម្ពីរកាតូលិកប្រើនៅព្រះវិហារកាតូលិកមួយទៀតជាព្រះគម្ពីរដែលប្រើនៅព្រះវិហារប្រូតេស្តង់ឥឡូវនេះសូមបានតទៅទៀតសិនហើយតាមបងប្អូនមានសំណួរលេខ1កខនេះព្រះគម្ពីរដែលខ្ញុំចង់ឲ្យបងប្អូនអរលោកបានរំលឹកឡើងវិញមានព្រះគម្ពីរប៊ីប1954ព្រះគម្ពីរបរិសុទ្ធ1954ព្រះគម្ពីរដ៏វិសុទ្ធ2005សូមបានមើលនៅទំព័រ2ខនេះជាព្រះគម្ពីរដែលគេកែសម្រួលថ្មីហើយបងប្អូនមើលវាគេបោះពុំក្របច្រើនណាស់ប៉ុន្តែបងប្អូនដើម្បីកុំឲ្យច្រឡំគឺយើងមើលឆ្នាំ2016គឺជាព្រះគម្ពីរប៊ីបរិសុទ្ធកែសម្រួលដូច្នេះកាលណា2016គឺយកព្រះគម្ពីរ1954យកមកកែហើយគេកែសម្រួលទៅគេដាក់កែសម្រួលថ្មី2016ហើយព្រះគម្ពីរនឹងឯងដែលគេយកទៅឲ្យលោកប្រេងក្រាហាំនៅសៀមរាបហ្នឹងយកទៅប្រកាសដើម្បីប្រើជាផ្លូវការសម្រាប់អ្នកជឿព្រះដែលលោកប្រេងក្រាហាំអធិប្បាយផ្សាយដំណឹងនៅពេលដែលលោកមកនៅសៀមរាបហ្នឹងគឺយកព្រះគម្ពីរបរិសុទ្ធព្រះគម្ពីរពីបរិសុទ្ធកែសម្រួល2016ហ្នឹងយកទៅឲ្យប្រើជាផ្លូវការប៉ុន្តែគេបោះពុំសាច់ខាងក្នុងដដែលប៉ុន្តែបោះពុំដាក់គ្រាប់ផ្សេងព្រោះហើយបងប្អូនมันពិបាកនឹងចំណាំគ្រាប់ទេគឺចំណាំឆ្នាំដែលបោះពុំវិញដូច្នេះសូមបានមើលនៅទំព័រ3ខព្រះគម្ពីរបរិសុទ្ធ1954ព្រះគម្ពីរប៊ីបរិសុទ្ធហ្នឹងហើយនឹងព្រះគម្ពីរប៊ីបដ៏វិសុទ្ធ2005ហើយគេយកពីរហ្នឹងយកមកបញ្ចូលគ្នាឲ្យចេញព្រះគម្ពីរប៊ីបរិសុទ្ធកែសម្រួលថ្មី2016ដូច្នេះ2016ហ្នឹងបានមកពីណាបានមកពីព្រះគម្ពីរប្រូតេស្តង់បូកនឹងព្រះគម្ពីរកាតូលិក
យកមកបាន2016ប្រហែលមើល1954ព្រះយេស៊ូវមានពរព្រះគ្រីស្ទស្អីជាងតោ2005បកប្រែឲ្យត្រូវនឹងវចនានុក្រមព្រះយេស៊ូវអត់ពរព្រះគ្រីស្ទស្អីជាងតោដល់កែសម្រួលដាក់2016តសេព្រះយេស៊ូវមានវរព្រះគ្រីស្ទស្អីជាងតោមិនតសេឲ្យខុសវិញព្រោះថាតសេព្រះយេស៊ូវអត់វរវាខុសនឹងវចនានុក្រមពីពួងកាលបកប្រែបង្គំផ្សាយ1954អត់ទាន់មានវចនានុក្រមខ្មែរបានសរសេរព្រះយេស៊ូវមានពរព្រះគ្រីស្ទស្អីជាងតោដល់មានវចនានុក្រមខ្មែរហើយបង្គំផ្សាយ2005សរសេរឲ្យត្រូវវចនានុក្រមខ្មែរយេស៊ូវអត់ពរគ្រីស្ទស្អីជាងតឥឡូវមកកែសម្រួល2016នេះដែលមានវចនានុក្រមខ្មែរហើយមិនសរសេរឲ្យខុសវិញមិនសរសេរព្រះយេស៊ូវមានវរវិញមិនសរសេរព្រះគ្រីស្ទស្អីជាងតវិញមិនចង់ស្អីឲ្យខុសវិញអាហ្នឹងហើយជាលទ្ធិរបស់ផងអ្នកបោះពុំដែលធ្វើឲ្យច្បុកច្បល់បើខ្ញុំចង់ឲ្យបងប្អូនអ្នកខ្លះគឺថាជឿព្រះយេស៊ូវទៅមិនកុំខ្វល់រឿងកាពីណាមួយកាពីចាស់កាពីថ្មីបកប្រែមុនបកប្រែក្រោយកុំទៅព្រួយឲ្យតែនិយាយរឿងព្រះយេស៊ូវអត់ទេវាខុសគ្នាអ្នកខ្លះថាអូព្រះយេស៊ូវមានវរអត់វរមិនបានសង្គ្រោះដោយសារមានវរអត់វរទេចេះតែនិយាយឲ្យបន្លំអ្នកឯទៀតអត់វរនឹងយកពីណាមកមានវរយកពីណាមកដល់និយាយចុងនិយាយឡើងទៅគេយកព្រះយេស៊ូវមានវរមកវិញបកប្រែឲ្យខុសវចនានុក្រមមកវិញប៉ុន្តែបកប្រែម្ដងនេះ2016យកព្រះគម្ពីរកាតូលិកបញ្ចូលជាមួយប្រូតេស្តង់ទៅបញ្ហាទៀតឥឡូវសូមបានមើលនៅទំព័រ5ខខ្ញុំគាត់ថាលើកឡើងដែលបងប្អូនអាចមើលខ្លួនឯងខ្ញុំគាត់លើកជាឧទាហរណ៍ខ្លះប៉ុណ្្នឹងឯងមិនមែនព្រះគម្ពីរទាំងមូលទេការប្រៀបធៀបខគម្ពីរជាភាសាខ្មែរមានបោះពុំផ្សាយជាលើកដំបូងឆ្នាំ1954ឆ្នាំ2005និងឆ្នាំ2016ហើយយើងមើលនៅក្នុងគម្ពីរលូកាចំពុក4ខ4នៅក្នុង1954តែព្រះយេស៊ូវមានបន្ទូលតបថាមានសេចក្តីចែងទុកមកថាមនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេគឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលនៃព្រះដែរ2005ព្រះយេស៊ូវមានបន្ទូលតបវិញថាក្នុងគម្ពីរមានចែងថាមនុស្សមិនមែនរស់ដោយសារតែអាហារប៉ុណ្ណោះទេបាត់ពាក្យគឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលនៃព្រះដែរដល់មក2016ខដដែលហ្នឹងព្រះយេស៊ូវមានបន្ទូលតបទៅវាថាមានសេចក្តីចែងទុកមកថាមនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេបាត់ពាក្យគេបញ្ចូលគ្នានៅក្នុង2005ក្នុងគម្ពីរបានចែងថា1954មានសេចក្តីចែងទុកមកថា2016មានសេចក្តីចែងទុកមកថាម្ល៉េះហើយយក1954យកមកបញ្ចូលនឹង2005ចេញទៅជារឿងមួយទៀតបាត់ពាក្យបញ្ចូលបាត់ពាក្យបាន2016ហ្នឹងគឺយក2005យកមកពុកនឹងបញ្ចូលជាមួយ1954ទៅបានមើលទៅទំព័រមួយទៀត6ខនេះរ៉ូម14 1954ឯព្រះវិញ្ញាណនៃសេចក្តីពិតនោះបានសម្ដែងមកថាច្បាស់ថាទ្រង់ជាព្រះរាជបុត្រារបស់ព្រះពិត2005តែបើគិតតាមព្រះវិញ្ញាណដែលផ្ដល់ឲ្យមនុស្សបានវិសុទ្ធនោះព្រះជាម្ចាស់បានតែងតាំងព្រះអង្គជាព្រះបុត្រាប្រកបដោយឫទ្ធានុភាពដល់2016តែខាងឯព្រះវិញ្ញាណនៃសេចក្តីបរិសុទ្ធនេះយកលើយកមកដាក់យក1954យកមកប្រើតែខាងឯព្រះវិញ្ញាណនៃសេចក្តីបរិសុទ្ធត្រូវបានតែងតាំងជាព្រះរាជបុត្រារបស់ព្រះប្រកបដោយព្រះគ្រីស្ទគឺយកមកយក2005យកមកបញ្ចូលទេត្រូវបានតែងតាំងព្រះយេស៊ូវគ្រីស្ទព្រះអង្គជាព្រះរាជបុត្រាតាំងពីអស់កាលជានិច្ចមកអត់មានត្រូវតែងតាំងព្រះអង្គឲ្យធ្វើព្រះរាជបុត្រាទេបានជានៅក្នុងឆ្នាំ1954ដែលបកប្រែមកបានសម្ដែងមកច្បាស់ថាទ្រង់ជាព្រះរាជបុត្រារបស់ព្រះសម្ដែងឲ្យដឹងថាព្រះអង្គជាព្រះរាជបុត្រាមិនមែនសម្ដែងមិនមែនតែងតាំងព្រះអង្គធ្វើព្រះរាជបុត្រាទេបាន2016យើងឃើញយក2005យកមកបញ្ចូលពាក្យខ្លះនៅក្នុង1954ពាក្យខ្លះនៅក្នុង2005ប៉ុន្តែសំខាន់គឺបញ្ចូលគោលលទ្ធិវាខុសទៅបានមើលមួយទៀតឧទាហរណ៍នៅក្នុងយូហាន15:2អស់ទាំងថ្ងៃណាដុសចេញពីខ្ញុំហើយ2005មេឃណាដែលជាប់នឹងខ្ញុំ2016អស់ទាំងមេឃណាដុសចេញពីខ្ញុំយើងបកប្រែនៅ1954ថ្ងៃ
ព្រោះតាមតំពាំងបីជូជាវัวគេអត់ហៅមេឃទេបើដើមឈើដូចស្វាយដូចខ្នោគេហៅមេឃប៉ុន្តែវัวយើងហៅជាផ្នែកប៉ុន្តែ2005គេបកមកដាក់ជាមេឃហើយ2016ក៏គេយកពីពាក្យ2005មកដាក់ជាមេឃអស់ទាំងផ្នែកណាដូចចេញពីខ្ញុំគេដាក់អស់ទាំងមេឃណាដូចចេញពីខ្ញុំម្ល៉េះហើយ2016ហ្នឹងយក2005យកមកបញ្ចូលនឹង1954គឺយកកាពីកាតូលិកយកមកបញ្ចូលជាមួយកាពីប្រូតេស្តង់ចេញកាពីកូនកាត់ស្ទើរកាតូលិកស្ទើរប្រូតេស្តង់កាតូលិកក៏គេមិនយកប្រើកើតប្រូតេស្តង់ក៏ប្រើអត់កើតដែរវាកូនកាត់វាច្បុកច្បល់បើ2005កាតូលិកប្រើកើតពីព្រោះជារបស់គេ66កាន់1954ប្រូតេស្តង់ប្រើកើតពីព្រោះជាគោលលទ្ធិជំនឿរបស់កងប្រូតេស្តង់ដល់2016កាតូលិកក៏គេប្រើអត់កើតដែរប្រូតេស្តង់ក៏ប្រើអត់កើតដែរពីព្រោះវាច្បុកច្បល់តែបានមើលមួយទៀតម៉ាថាយ16:26 1954បិទបើមនុស្សណានឹងបានលោកីទាំងមូលតែបាត់ព្រលឹងទៅ2005បើមនុស្សម្នាក់បានពិភពលោកទាំងមូលមកធ្វើជាទ្រព្យសម្បត្តិរបស់ខ្លួនតែបាត់ជីវិតបាត់បង់ជីវិត2016បិទបើមនុស្សម្នាក់បានពិភពលោកទាំងមូលតែបាត់បង់ជីវិតឃើញយក2005យកមកប្រើបូកនឹង1954ស្បិតបើមនុស្សណានឹងបានលោកីទាំងមូលតែបាត់ព្រលឹងទៅប៉ុន្តែ2005ពិភពលោកទាំងមូលតែបាត់ជីវិតបាត់បង់ជីវិត2016ពិភពលោកទាំងមូលតែបាត់បង់ជីវិតគឺយកមកបញ្ចូលគ្នាទៅជារឿងមួយផ្សេងទេទៅបានមើលមួយទៀតនៅក្នុងម៉ាកុស10:21ព្រះយេស៊ូវមានបន្ទូលតទៅគាត់វិញថាដោយស្រឡាញ់ហើយមានព្រះបន្ទូលថាអ្នកនៅខ្វះកិច្ចមួយទៀតគឺត្រូវទៅលក់របស់ទ្រព្យអ្នកទាំងប្រមាណចែកទានឲ្យពួកអ្នកក្រទៅនោះអ្នកនឹងបានទ្រព្យសម្បត្តិនៅឯឋានសួគ៌វិញរួចឲ្យផ្ទុកឈើឆ្កាងមកតាមខ្ញុំចុះហើយនៅក្នុង2005បន្ទាប់មកសឹមអញ្ជើញមកតាមខ្ញុំ2016រួចហើយមកតាមខ្ញុំឃើញអត្តន័យខុសគ្នាទេអង្គឲ្យលក់ហើយទុកឈើឆ្កាងមកតាមព្រះអង្គមិនមែនដើរតាមព្រះអង្គអត់មានរងទុក្ខលំបាកទេទុកឈើឆ្កាងហើយគឺយើងយកមកបញ្ចូលគ្នាទេមើលទៅដូចជាតំណងប៉ុន្តែបញ្ចូលគ្នានៅក្នុងគោលលទ្ធិមួយទៀតនៅលូកា 4:8 1954តែព្រះយេស៊ូវឆ្លើយតបថាសាតាំងអើយចូលថយទៅក្រោយអញទៅ2005បាត់ពាក្យនឹងបាត់2016បាត់ពាក្យនឹងបាត់ដែលព្រះអង្គមានទូថាសាតាំងអើយចូលថយទៅក្រោយអញទៅបានមើលនៅក្នុងយូហាន 4:42 រួចគេនិយាយទៅស្រីនោះថាឥឡូវនេះយើងជឿមិនមែនដោយព្រោះពាក្យសម្ដីរបស់អ្នកទៀតទេគឺជឿដោយព្រោះបានឮទ្រង់ផ្ទាល់នឹងយើងវិញហើយយើងជឿថាទ្រង់ជាព្រះគ្រីស្ទជាព្រះដងជួយសង្គ្រោះមនុស្សលោកពិតប្រាកដមែន2005បាត់ពាក្យទ្រង់ជាព្រះគ្រីស្ទ2016ក៏បាត់ពាក្យទ្រង់ជាព្រះគ្រីស្ទដែរឥឡូវនេះtôiបានមើលនៅខ1 2ទៀតចុះលេខ12ខយូហាន 16:16 1954បិទទៅបន្តិចទៀតអ្នករាល់គ្នានឹងលែងឃើញខ្ញុំរួចបន្តិចទៅទៀតនឹងឃើញខ្ញុំវិញបិទខ្ញុំទៅឯព្រះវរបិតាលែងឃើញព្រះអង្គដោយគូអីព្រះអង្គទៅឯព្រះវរបិតាហើយដល់2005បន្តិចទៀតអ្នករាល់គ្នានឹងលែងឃើញខ្ញុំហើយតែបន្តិចក្រោយមកទៀតអ្នករាល់គ្នានឹងឃើញខ្ញុំវិញទៅណាបាត់ពាក្យនឹងបាត់2016មិនយូរប្រហែលទេអ្នករាល់គ្នានឹងលែងឃើញខ្ញុំតែបន្តិចទៀតនឹងឃើញខ្ញុំវិញទៅណាបាត់ពាក្យនឹងបាត់ប៉ុន្តែ1954គឺបញ្ជាក់ច្បាស់តែបិទខ្ញុំទៅឯព្រះវរបិតាឥឡូវខ្ញុំបានមើលមួយទៀតចុះក្នុងបទគម្ពីរកិច្ចការ 7:37 គឺលោកមូសេនេះហើយដែលមានប្រសាសន៍ដល់ពួកកូនចៅអ៊ីស្រាអែលថាព្រះអម្ចាស់ដ៏ជាព្រះនៃអ្នករាល់គ្នាទ្រង់នឹងបង្កើតហោរាម្នាក់ពីពួកបងប្អូនអ្នករាល់គ្នាមកឲ្យដូចជាខ្ញុំត្រូវឲ្យអ្នករាល់គ្នាស្ដាប់តាមហោរានោះចុះគឺសំដៅលើអង្គព្រះយេស៊ូវដែលត្រូវតាមស្ដាប់តាមព្រះអង្គ2005ដូរពាក្យនឹងបានអត់មានពាក្យនឹងទេ2016ក៏អត់ពាក្យនឹងដែរមិនឲ្យស្ដាប់តាមព្រះអង្គទេព្រោះហើយនេះជាខគម្ពីរមិនមែនមានខគម្ពីរប៉ុណ្្នឹងទេគឺមានខគម្ពីរច្រើនដែលបដូរដែលយកមកច្បុកច្បល់កាតូលិកនិងប្រូតេស្តង់បញ្ចូលគ្នាហ្នឹងបាននៅខ្ញុំសូមសរុបនៅក្នុងទំព័រ14ខគម្ពីរទាំងប៉ុន្មានខាងលើនេះគឺខគម្ពីរដែលយើងទើបនឹងបានយកមើលជាឧទាហរណ៍គ្រាន់តែជាឧទាហរណ៍ខ្លះៗប៉ុណ្ណោះដែលព្រះគម្ពីរឆ្នាំ1916
គឺជាព្រះគម្ពីរកែសម្រួលដោយយកខគម្ពីរឆ្នាំ2005មកបញ្ចូលក្នុងព្រះគម្ពីរឆ្នាំ2016នេះហើយក៏មានខគម្ពីរជាច្រើនទៀតដែលប្រើបញ្ចូលពីព្រះគម្ពីរ2005ព្រះគម្ពីរកាតូលិកមកក្នុងព្រះគម្ពីរកែសម្រួលឆ្នាំ2016ដែលនាំឲ្យខុសពីគោលលទ្ធិជំនឿនៃគ្រីស្ទបរិស័ទក្នុងព្រះវិហារប្រូតេស្តង់ទាំងស្រុងបានជាព្រះគម្ពីរកែសម្រួល2016ហ្នឹងខាងកាតូលិកក៏គេប្រើអត់យកទៅប្រើកើតដែរពីព្រោះបញ្ចូលប្រូតេស្តង់ខាងប្រូតេស្តង់ក៏ប្រើអត់កើតដែរពីព្រោះបញ្ចូលពីកាតូលិកមកហ្នឹងហើយដែលខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាបានមានការដែលយើងត្រូវប្រយ័ត្នពីរឿងព្រះគម្ពីរនេះព្រះគម្ពីរគឺជាមូលដ្ឋានគ្រឹះនៃជំនឿរបស់កងគ្រីស្ទបរិស័ទហើយបើយើងប្រើព្រះគម្ពីរពីខុសហើយគោលជំនឿនឹងខុសហើយអ្នកខ្លះពង្រៀនថាអូកុំឲ្យព្រួយព្រះគម្ពីរណាក៏ប្រើទៅឲ្យតែមានឈ្មោះព្រះយេស៊ូវនៅហ្នឹងអាហ្នឹងពង្រៀនបោកប្រាស់ទាំងស្រុងឲ្យចិត្តតែស្ដាប់ទៅអាមែនអាមែនយើងអត់អាមែននឹងគេពង្រៀនខុសទេអូខេបងប្អូនណាមានសំណួរអាចនឹងសួរបានមុនដែលយើងបែកគ្នានៅពេលនេះបាទអាហ្នឹងអារៈវាធម្មតាលោកគ្រូអារៈតែងឲ្យមនុស្សវង្វេងតាមក្តីជំនឿរបស់វាហើយអ្នកវង្វេងយ៉ាងវង្វេងបើដូចព្រះគម្ពីរទេវវិធេបាននិយាយចឹងថានៅគ្រាព្រះគម្ពីរទេវវិធេខ្សែទី1ចំពុក4ខ1លោកគ្រូព្រះអង្គមានបន្ទូលនៅគ្រាតិចទៀតនឹងមានអ្នកលាចេញពីក្តីជំនឿដែលពិតទៅកាន់តាមបញ្ញត្តិរបស់អារៈវិញបាទហ្នឹងហើយនេះគណិតខ្ញុំយល់ឃើញលោកគ្រូសូមឲ្យ host ស្ដាប់ដាក់មកនេះវិញមកបាទអញ្ចឹងដូច្នេះដែលសំខាន់គឺយើងដែលជំនឿដែលជឿព្រះយេស៊ូវគ្រីស្ទគឺយើងមានមូលដ្ឋានគ្រឹះនៃជំនឿគឺព្រះនិងព្រះបន្ទូលព្រះបានយើងត្រូវតែមានការប្រុងប្រយ័ត្ននិងជ្រើសរើសព្រះបន្ទូលព្រះណាមួយដែលបកប្រែមកជាភាសាខ្មែរត្រូវនឹងគោលជំនឿរបស់ផងយើងហើយបើយើងយកព្រះគម្ពីរកាតូលិកយកមកប្រើអាហ្នឹងវាខុសគោលជំនឿរបស់ផងយើងអាហ្នឹងទុកឲ្យខាងកាតូលិកគេគោលជំនឿរបស់ផងគេហើយខាងកាតូលិកសប្តាហ៍ថ្ងៃនេះខ្ញុំមើលគេកំពុងតែគិតពីអ្វីដែលគេត្រូវកែសម្រួលរបស់ផងគេទៀតហើយអាហ្នឹងរឿងរបស់ផងគេប៉ុន្តែយើងត្រូវតែជ្រើសរើសព្រះគម្ពីរនេះជាភាសាខ្មែរដែលបកប្រែនៅក្នុងឆ្នាំ1954ជាមូលដ្ឋានគ្រឹះនៃជំនឿរបស់ផងយើងអត់យកព្រះគម្ពីរ2005ឬក៏ព្រះគម្ពីរ2016យកមកប្រើកើតទេបានខ្ញុំស្ដាយដែលមានបងប្អូនយើងដែលទៅបោកព្រះលោក Franklin Graham យក2016យកឲ្យគាត់ប្រកាសដើម្បីប្រើជាព្រះគម្ពីរភាសាខ្មែរជាផ្លូវការសម្រាប់ជំនឿគ្រីស្ទបរិស័ទខ្មែរហោះទាំងស្រុងបើយក2016យកប្រើវិញហើយជំនឿហ្នឹងវិញយ៉ាងម៉េចជំនឿកាតូលិកបូកនឹងប្រូតេស្តង់វិញយកតែម្ដងហើយប្រើ2005អាហ្នឹងគឺកាតូលិកសុទ្ធមិនយូរប៉ុន្មានគោរពវិញ្ញាណក្ខន្ធមិនយូរប៉ុន្មានធ្វើពិធីបញ្ចុះបឋមសិលាយើងអត់ប្រើទេ2005 2016យើងអត់ប្រើទេសួរថាព្រះគម្ពីរព្រះគម្ពីរនេះប៉ុន្តែវាខុសនឹងជំនឿរបស់ផងយើងអូខេមានបងប្អូនណាមានសំណួរហៅលោកគ្រូបាទអរគុណហើយថ្ងៃនេះខ្ញុំលោកគ្រូបង្រៀននឹងមានមេរៀនទាំងអស់នឹងនៅក្នុងTelegram លោកគ្រូហ្នឹងឯងគ្រូនេះជា slide presentation ដែលខ្ញុំមាននៅក្នុង PowerPoint លោកគ្រូអត់បានដាក់នៅក្នុងTelegram ហ្នឹងឯងនេះជាស្ដីបង្រៀនហើយបើចង់បានខ្ញុំជូនបន្តែទាល់តែចេះប្រើនេះជាស្ដីបង្រៀនខ្ញុំកត់វាអត់បានទាំងអស់ណាគ្រូខ្ញុំចង់បានណាដូចខ្ញុំប្រាប់លោកគ្រូដែលថាគេសួរខ្ញុំលោកគ្រូថាខ្ញុំឆ្លើយចាំឲ្យចូលមកជាមួយគេមិនចូលទេហើយទី1ឲ្យបានយល់នេះសិនឲ្យបានយល់ពីឲ្យបានយល់ពីអ្វីដែលខ្ញុំជម្រាបជូនឲ្យយល់ឲ្យបានស្រួលគ្រឹះហ្នឹងខ្ញុំឲ្យលោកគ្រូបើហ្នឹងខ្ញុំយកចេញពី Telegram របស់លោកគ្រូថ្ងៃដែលថាគោលលទ្ធិគ្រឹះជំនឿប្រូតេស្តង់ហ្នឹងហើយដល់ពេលខ្ញុំដាក់ចូលទៅគេថាបងឡាកុំឲ្យបងឯងកុំឲ្យដាក់បញ្ចូលមកក្នុងក្រុមហ្នឹងហើយគេថាអញ្ចឹងហ្នឹងហើយខ្ញុំថាខ្ញុំអត់ដឹងព្រោះខ្ញុំឃើញខ្ញុំថាខ្ញុំទៅឃើញហ្នឹងចឹងហើយគាត់ថាដកចេញបងឯងដកចេញចឹងណាខ្ញុំដូចខ្ញុំឲ្យលោកគ្រូស្ដាប់ខ្ញុំប្រហែលคลิปដែលខ្ញុំគឺលោកគ្រូស្ដាប់តែខ្ញុំអត់មនុស្សភាគច្រើនឲ្យបងអូនខ្ញុំអៀងហ្នឹងគាត់ស្ដាប់ថាដែរបាទហើយដូចភាគច្រើនខ្ញុំឥឡូវខ្ញុំអត់នេះទេភាគច្រើនគេថាណែហ្នឹងហើយឥឡូវអត់អីទេបងប្អូនអានណាចាស់ក៏អានទៅអានថ្មីក៏អានទៅខ្ញុំថាខ្ញុំអត់ទេខ្ញុំអានតែមួយហ្នឹងឯង1954ហ្នឹងខ្ញុំតាំងពីជឿព្រះអង្គមករីកចម្រើនជំនឿអីគឺតែមួយហ្នឹងឯងខ្ញុំអត់មានពេលទៅអាន
ច្រើនកម្ពីឯងគេថាគេឲ្យ download យកពី3កម្ពីទៀតណោះខ្ញុំថាអត់ទេខ្ញុំអត់មានពេល យើងអត់ប្រើ2005មូលហេតុអីយើងអត់ប្រើ2016មូលហេតុអីតើយើងដឹងពីមូលហេតុបែបយើងអាចនឹងប្រាប់គេបានហេតុអីបានយើងអត់ថ្វាយបង្គំព្រះអានសង្ឃងមូលហេតុអីព្រះយេស៊ូវឲ្យបង្គំអរព្រះគុណព្រះអង្គដែលទ្រង់ជំគ្នានៅព្រឹកថ្ងៃនេះដើម្បីនឹងស្វែងយល់ពីជំនឿពីគោលពីមូលដ្ឋានគ្រឹះនៃជំនឿដែលមានព្រះបន្ទូលព្រះអង្គជាគោលដែលមានកត់ទុកនៅក្នុងព្រះគម្ពីរប៊ីបដែលបកប្រែមកជាភាសាខ្មែរនេះសូមព្រះអង្គបានប្រទានប្រពរដល់បងប្អូនសង្គមទាំងអស់គ្នាទាំងខ្លួនគឺបង្គំផ្ទាល់ឲ្យបានរស់នៅក្នុងជីវិតដែលព្រះអង្គសពព្រះハរតីនៅក្នុងការដែលស្គាល់សេចក្តីពិតនៅក្នុងព្រះបន្ទូលព្រះអង្គហើយអនុវត្តតាមបង្គំសូមអរព្រះគុណព្រះអង្គសូមព្រះអង្គការពារថែរក្សាបងប្អូនទាំងអស់គ្នាបានប្រកបដោយព្រះគុណស្រួលគុណសូមក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអរគុណព្រះអង្គសូមព្រះបានប្រទានប្រពរជូនដល់បងប្អូនទាំងអស់គ្នា